อย่าไม่เพียบเอาเลยอ๋อខ្ញុំមិនដឹងថាលោកមកដល់ផ្ទាល់នោះទេហុងស៊ិនយ៉ុងបានស្លាប់បាត់ទៅហើយរួមទាំងសមាជិករបស់ពួកយើងគឺស្លាប់អស់ដែរដល់បណ្ដានិយាយបណ្ដាទៅឯងមានធ្លាប់ឮពាក្យមួយគឺអាហារភិកនិករបស់អឺរ៉ុបដែរទេឆ្នាំ1989ពេលនោះហុងគ្រីនៅសង្គមនិយមពួកគេបានបន្ធូរច្បាប់របស់ប្រទេសឲ្យជនជាតិអាល្លឺម៉ង់រាប់ពាន់នាក់រត់ទៅភាគខាងលិចរឿងនៃការឡើងនៅពេលនោះគឺคล้ายទៅជាជញ្ជាំងបែកឡើងដែលគ្មាននរណាអាចរំលំបានចំនួនសង្គ្រាមក៏បានបញ្ចប់ដោយបែបនោះទៅឯងមានភារកិច្ចមួយដែលត្រូវសម្រេចតែម្នាក់ឯងបើឯងសម្រេចភារកិច្ចមួយនេះបានគឺដូចជាហុងគ្រីចំពោះអាល្លឺម៉ង់បង្កើតផលប៉ះពាល់យ៉ាងធំមួយអញ្ចឹងដែរការសម្រេចជោគជ័យរបស់ឯងគឺបង្កើតផលប៉ះពាល់យ៉ាងធំដល់កូរ៉េខាងជើងនិងខាងត្បូងត្រូវសម្លាប់ជាណាយុនស៊ិនជឹងលោកចង់ថារដ្ឋមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងExcuse me? Take a picture. Oh, what? With the building. Once more. Oh, okay. With this building? Okay. Oh, okay. Here you are. Thank you very much. You're welcome. រាល់ពីម៉ោងម្ដងត្រូវរាយការណ៍ពីស្ថានភាពជំនាញនេះខ្ញុំចុះក្រុមដែលត្រៀមវាយប្រហារនោះក្រុមសំខាន់ដែលនៅជ្រុងទាំង3របស់ទីកន្លែងទទួលបានសុវត្ថិភាពហើយចុះត្រង់នោះពួកយើងសម្រេចថាចាក់សោអគារទាំងមូលនេះសកម្មភាពសំខាន់របស់កូរ៉េខាងត្បូងក៏ត្រូវតែពិនិត្យដែរថាកូរ៉េខាងត្បូងនិងអាមេរិកមានផ្ញើសម្បត្តិនិងសារអីមករំខានឬក៏គម្រាមទេខ្ញុំដឹងហើយខ្ញុំដឹងហើយរាយការណ៍ចុងក្រោយរៀបចំរួចហើយរៀបចំរួចហើយរៀបចំរួចហើយ
រៀបចំរឿង លោករដ្ឋមន្ត្រីហាឡានពេទ្យហាឡានពេទ្យមកឆាប់ហាឡានពេទ្យ ឈប់ឡានភ្លាម ភារកិច្ចសម្រាប់ហើយពេលដែលខ្ញុំកំពុងលាក់ខ្លួននៅកន្លែងសម្ងាត់មួយពេលដែលខ្លួនខ្ញុំត្រូវរបួសពិបាករត់តែម្នាក់ឯងណាត្រូវការជំនួយពីលោកពេលនេះមើលទៅរត់ចេញពីទីនេះប្រហែលជាមិនមែនងាយស្រួលទេ ពេលនេះខ្ញុំអាចនិយាយជាមួយឯងបាននោះមានតែបញ្ជាឯងគ្រប់តាមវិន័យរបស់ពួកយើង លោកប្រធានខ្ញុំមានមូលហេតុមួយដែលត្រូវរស់ឲ្យត្រឡប់ទៅវិញសូមលោកជួយខ្ញុំទៅលោកប្រធានលោកប្រធាន រកឃើញកន្លែងរបស់អាលិតនោះហើយចេញដំណើរ អ
មនុស្សនៅលើលោកនេះសិតតែជឿរឿងពិតដោយមិនសង្ស័យមានច្រើនណាស់មិនប្រកាសតែពិតទេតាមការពិតក៏ពិតបើសិនជាមានពណ៌របស់ច្បាប់បន្ថែមគឺរឹតតែអញ្ចឹងហើយខាងនោះមកយឺតពេលហើយមែនទេបាទតើអ្នកណាសម្រាប់នាយករដ្ឋមន្ត្រី Kennedy គឺពូស៊ឺ John Carver ពូស៊ឺជាឃាតករសម្រាប់ Lincoln គឺអូស្វាល់ត្រូវហើយអូស្វាល់ម្នាក់នោះគឺនៅពេលចាប់ខ្លួនបាន2ថ្ងៃក៏ត្រូវចេញនៅរ៉ូប៊ីសម្លាប់ប៉ុន្តែចំពោះការស្លាប់របស់ Kennedy ប្រកាសជាមានប្រៀបធៀបខុសគ្នាជាច្រើនតើមានមិត្តរួមថ្នាក់ណាម្នាក់ធ្លាប់ឮពីការប្រៀបធៀបរឿងនេះដែរទេសំជើញមានគេថា CIA របស់អាមេរិកចាប់ឲ្យមនុស្សទៅសម្លាប់ក៏មានគេថាប្រធានរបស់ SBI អ្នកសម្លាប់មានគេថារុស្ស៊ីឬក៏កុយបាជាអ្នកធ្វើទៀតរឹតតែនិយាយថាក្រុមកងទ័ពរបស់អាមេរិកជាអ្នកធ្វើអញ្ចឹងគំនិតរបស់ឯងយល់ថាអ្នកសរសេរម្នាក់ណាសមស្របជាងខ្ញុំយល់ថាក្រុមកងទ័ពអាមេរិកសមស្របជាងហេតុអីពេលដែលនាយករដ្ឋមន្ត្រី Kennedy សម្រេចចិត្តដកកងទ័ពចេញពីវៀតណាមក្រុមកងទ័ពដែលលក់អាវុធខុសច្បាប់ប្រហែលជាអាចសម្រាប់ Kennedy ឯងយល់យ៉ាងម៉េចដែរខ្ញុំយល់ថានោះគឺជាគំនិតលំអៀងរបស់អ្នកដែលមានរបាយកលតាមអ្នកទាំងអស់គ្នាដឹងសង្គ្រាមរបស់វៀតណាមមានការវាយប្រហារណាស់គឺព្រោះតែរឿងតូខិនរបស់វៀតណាមនិងអាមេរិកប៉ុន្តែតាមរបាយការណ៍សរសេរនៅឆ្នាំ1971រឿងតូខិនប្រហែលជាអាមេរិកបង្កើតឡើងព្រោះតែសង្គ្រាមជាមួយវៀតណាមឆ្នាំ1963 Kennedy ដែលរៀបចំដកកងទ័ពចេញស្លាប់បាត់ឆ្នាំ1964អាចធ្វើឲ្យអាមេរិកចូលក្នុងរឿងតូខិនរបស់សង្គ្រាមវៀតណាមក៏កើតឡើងពិតប្រាកដក្រោយមកនាយករដ្ឋមន្ត្រី Johnson ដែលមានទំនាក់ទំនងជាមួយកងទ័ពអាមេរិកបានបន្តតំណែងនាយករដ្ឋមន្ត្រី Kennedy មើលសៀវភៅមួយនេះចប់បើសិនជានៅតែយល់ថាការវាយតម្លៃរបស់អ្នកមានអបាយកលតើវាអាចជាការសន្និដ្ឋានល្ងងនិងគ្មានការយល់ដឹងទេចង់អង្គុយទេមុននេះនៅក្នុងថ្នាក់ពិតជាមានន័យមែនហើយពិតមែនហ៎ត្រូវហើយថ្ងៃក្រោយឲ្យនៅមានបងម្នាក់ថ្ងៃទី1ក៏រកបានមនុស្សស្រីទៅហើយមនុស្សត្រូវស្រឡាញ់មួយជីវិតណាទៅអើយ
562306 1 2 3ប្រឹងឡើងប្រឹងឡើង តាំងគេចង់ធ្វើអីពិតជាគួរខ្លាញ់ណាស់ នាំគ្នានៅពីមុខរូបមកធ្វើអី អូយបែរហើយកាប្រកួតនេះពិតជាល្អមើលហើយ ផ្នែកលើ3គ្រាប់ផ្នែកក្រោម3គ្រាប់ពេលវេលាកំណត់30វិនាទីចាប់ដើម មានរឿងអីមិនកំបាញ់អូខេបាច់ត្រូវហើយ អេផាឈ្នះអេមិនចឹងមិនត្រូវកងមេក្រុមគីមនេះហត់ហើយ ហូរហាត់ពេកទៅដឹងហើយកន្លែងមួយនោះគឺពិបាកបាញ់ណាស់ណា ពេលវឹកហាត់មិនឲ្យលេងសើចទេ បាទ អាល្អិតនេះ មិនតាន់ដេកទេហ៎ អញពិតជាកំពុងតែរៀនមែនណាពេលដែលលោកនាយឲ្យឯងទៅសាលារៀនឯងនិយាយថាដាក់ពិន័យឯងមិនក៏ឯងចាប់ផ្ដើមរៀនហើយរៀនបែបនេះយកល្អដេកមិនល្អជាង ខ្ញុំកំពុងតែមើល ថាម៉េច ខ្ញុំកំពុងតែមើល ឈួតហើយហ៎អើយឈួតមែនដេកទៅឲ្យតែជីវិតរស់នៅក៏អាចរកបានទេថ្ងៃនេះពួកយើងនិយាយពីសង្គ្រាមលើសមុទ្រដំបូងតាក់ទងជាមួយនឹងគំនិតធ្វើសង្គ្រាមលើសមុទ្រអ្នកណាអាចនិយាយចេញមកបានសំជើញ សង្គ្រាមលើសមុទ្រថ្ងៃ16ខែ1ឆ្នាំ91ដល់ថ្ងៃ28ខែ2ទាំងអស់គឺ44ថ្ងៃកើតឡើងនៅលើជើងសមុទ្រប៉ែកថ្ងៃ2ខែ8ឆ្នាំ90សាតារបស់អ៊ីរ៉ាក់បានធ្វើសង្គ្រាមឈ្លានពានអាមេរិកអង់គ្លេសអាល្លឺម៉ង់បារាំងនិងកូរ៉េខាងត្បូងទាំងអស់គឺ36ប្រទេសបានប្រមូលផ្ដុំកងទ័ពជាច្រើនបណ្ដេញទ័ពអ៊ីរ៉ាក់ចេញពីសង្គ្រាមនៅគុយវ៉ែត លោកណា នៅក្នុងសង្គ្រាមនោះអ៊ីរ៉ាក់បានចាត់ឲ្យរថក្រោះ400គ្រឿងកំភ្លើងធំ2140គ្រឿងរថពាកដែក1856គ្រឿងឧបករណ៍ចម្បាំង240គ្រឿង ហត់នឿយហើយ ចំនួនអ្នកស្លាប់នៅរបួសគឺអ៊ីរ៉ាក់ស្លាប់អស់ 100000 នាក់របួស 30000 នាក់ 150,000 នាក់បាត់ខ្លួន 60000 នាក់ត្រូវគេធ្វើបាបសំណាងមានកងទ័ពជួយទើបមិនឲ្យស្លាប់នៅរបួសច្រើនជាងនេះបន្តទៀត យកសង្គ្រាមនៅលើសមុទ្រទន្ទិញឲ្យចាំតាមសភៅនោះតើវាអាចហួសហេតុពេកឬក៏ខួរក្បាលសាមញ្ញពេកទេឬក៏ជាអ្នកដែលគ្មានចំណេះដឹងទេ
សង្គ្រាមលើសមុទ្រមិនមែនជាសង្គ្រាមងាយដឹកនាំទេតែវាជារឿងរបស់ក្រុមសំខាន់លើពិភពលោកសង្គ្រាមរបស់ប្រទេសខ្លាំងដូច្នេះចំណុចសំខាន់ដែលយើងត្រូវចាប់អារម្មណ៍គឺហេតុអីក៏បង្ហាញខ្លួនឲ្យមានសង្គ្រាមនេះឡើងខ្ញុំយល់ថាដំបងគួរពិចារណានោះគឺប្រទេសធំអស់នោះឡោមព័ទ្ធតំបន់ប្រភពដើមប្រេងកាតការប៉ັດមានកំណត់អីទេ Excellent ជប់សិន មានការអី អ្នកដែលនិយាយគេថាខួរក្បាលគ្មានការចេះដឹងមានន័យថាម៉េចខ្ញុំមិនមែនជាមនុស្សល្ងងនោះទេ ខ្ញុំគ្រាន់តែនិយាយការប៉ັດដែលបានមើលឃើញតែ ពិតជាធ្វើឲ្យគេឈួតមែនដូចជាមិនដឹងថាខ្ញុំជានរណាទេខ្ញុំប្រកាសឲ្យនាងបានស្គាល់តែផឹកកាហ្វេដែរទេ មែនហើយផឹកកាហ្វេនិយាយគ្នាលេងមិនមែនចរិតខ្ញុំទេបើផឹកស្រាអាចទៅរួច អញ្ចឹងត្រូវអរគុណហើយនាងជួយចិត្តផឹកស្រាហ៎ មិនស្អប់ទេ អូមានកន្លែងអាសាទៅទេ ខ្ញុំស្គាល់ហាងមួយល្អគ្រាន់បើតែទីនោះទេ លេងស្រាគឺជាជំនាញរបស់ខ្ញុំការលេងគឺសំខាន់ណាស់មកសាមើលទេមិនក្រាស់មិនស្ដាយ អូពិតជាបកាយផឹកស្រាណាស់យ៉ាងម៉េចលេងគ្រាន់បើទេ ស្ដាងពេកហើយខ្ញុំចាក់ឲ្យលើក អូបាទចាត់ទេពិតជាមិនអីទេហ៎ ផឹកទេ ពិតជាអស្ចារ្យណាស់អឺល្អណាស់គឺខ្ញុំថ្ងៃនេះខ្ញុំមិនបានទៅវិញទេ ថាម៉េចលឿនយ៉ាងនេះក៏សម្រាប់បានទៅហើយហ៎ អត់ទេមិនមែនទេនិយាយរួមទៅគឺមិនបានទៅវិញទេ អត់នៅថាស្អីមកទៅទៀតហើយយ៉ាងម៉េចទើបទៅជួបគ្នាមកប្រហែលផង បាត់ហើយ ធ្វើជាមនុស្សត្រឹមត្រូវណា យ៉ាងម៉េចពេលនេះចំពោះខ្ញុំតាយល់ហើយនៅ មែន យ៉ាងម៉េចដែរពេលនេះឲ្យខ្ញុំនិយាយចេញនៅខ្លួនឯងដូចជាមានការពិបាកណាស់លើកមុននៅក្នុងបន្ទប់រៀនអ្វីដែលខ្ញុំបាននិយាយនោះការពិតទៅខ្ញុំគ្រាន់តែមុលមកផ្លែតក៏ចាំវាចូលទៅក្នុងខួរក្បាលរបស់ខ្ញុំភ្លាមនេះមិនជឿមែនទេអូបញ្ចូលចប់ហើយអូ ចប់ហើយនេះពិនិត្យមើលទៅ ថាម៉េច តែទៅជាមួយឈ្មោះម្ហូបនៅខាងក្រោយស្អីក៏បានដែរ ហេតុអីក៏ខ្ញុំត្រូវពិនិត្យនោះ នោះគឺព្រោះតែនាងទុកខ្ញុំជំនួសល្ងងខួរក្បាលគិតអីងាយមិនថាស្អីក៏បានដែរសាមើលទៅសាទៅ អឺ
អញ្ចឹងសាកសតឈ្មោះរបស់មុខម្ហូបសិនទៅ ឈ្មោះម្ហូបធំនោះឬក៏ម្ហូបតូច តូចរបស់ដែលនៅលើ តូចរបស់ដែលនៅលើអូខេស្បែកជ្រូកឆ្អឹងជំនីជើងមាន់ត្រីចំណិតអាំងត្រីលឿងអាំងត្រីចំហុយស្លាបមាន់ជើងទាស៊ុបត្រីបង្គាត្រីមឹក ចុះឈ្មោះម្ហូបតម្លៃ 6000 នោះ ឆ្អឹងជំនីអាំងត្រីបំពងសាច់កសាច់អាំង បានហើយលេខទូរស័ព្ទទំនាក់ទំនងរបស់អ្នកលក់ 123315 ចុះលេខកូដ 9 9 0 6 42100 339 ថ្ងៃក្រោយឬដល់ភ្ញាក់ផ្អើលមិនមែនមានតែមួយឬក៏ពីរទេ មិនអីទេ គឺនាងមិនទាន់ដឹងតែគ្រាន់តែឈ្មោះហូបបន្តិចទេ ឲ្យខ្ញុំមក មិនផឹកទេ អត់ទេកំពុងតែចង់ផឹក ផឹកទេ អេត្រូវបិទហាងហើយឆាប់ក្រោកឡើងមកអូយចាំមែនមេឃចិត្តភ្លឺហើយឆាប់ភ្ញាក់ឡើង នេះបងគេ មុននេះគេគិតប្រាក់រួចទៅហើយអូយចាំមែនប្រយ័ត្នដួលណាប្រយ័ត្នដួល ទុកថាថ្ងៃនេះឯងសំណាងសកម្មភាពឯងថ្ងៃនេះពិតជាអស្ចារ្យណាស់ ហើយឯទេទៅទុកថាសំណាងសកម្មភាពខ្ញុំគឺអត់បំផុតហើយទោះជាសកម្មភាពធម្មតាថ្ងៃនេះឯងប្រកាសតែស្លាប់ហើយ ហេតើយ៉ាងម៉េច ស្អីគេ មើលទៅរូបរាងរបស់ឯងដូចជារស់រាយពេញមួយថ្ងៃហើយមើលទៅស្រីម្នាក់នោះពិតជាមិនធម្មតានោះទេ មិនក៏ថាឲ្យបងថ្លៃឯងជាស្អីទៅគឺជាស្រីងូតទឹកក្តៅតិចឲ្យស្អាត អានេះចំមែន នៅអំឡុងពេល1972
អូឡ িম্প ិកមុននេះនៅខែ9អង្គការខ្មៅងងឹតបានសម្លាប់អ្នកអត្តពលកម្មចូលពិតមែនតែទាំងអស់គ្នាមានគំនិតខុសៗគ្នាដោយខ្ញុំនិយាយពីមុនមេរៀនថ្ងៃនេះចប់ត្រឹមនេះចុះណាអ្នកគ្រប់គ្នាហត់នឿយហើយ សាស្ត្រា សាស្ត្រា ចា ចា រ្យ រ្យហត់នឿយហើយ លោកសាស្ត្រាចារ្យមែនណាថ្ងៃនោះក្រែងមានសិស្សស្រីម្នាក់មករៀនណាម្នាក់ដែលនិយាយពីសង្គ្រាមលើសមុទ្រម្នាក់ excellent excellent ណា ថ្មីនេះដូចជាមិនដែលបានឃើញគេ អូប៉ុន្មានហើយខ្ញុំក៏មិនសូវច្បាស់ដែរ សាស្ត្រាចារ្យមិនស្គាល់ទេ គេគ្រាន់តែចូលមកស្ដាប់ម្ដងមកកើខាងសាលាបានប្រាប់ខ្ញុំហើយសូម្បីតែឈ្មោះរបស់គេក៏ខ្ញុំមិនដឹងដែរយ៉ាងម៉េចហើយតើមានរឿងស្អីអីមានរឿងស្អីមែនទេ អត់ទេអត់មានរឿងអីទេអរគុណហើយ ការពិតជានរណាទេ គ្មានអ្នកណាស្គាល់ទេមិនដឹងថាគេឈ្មោះអីក៏មិនដឹងថាគេនៅកន្លែងណាដូចជាត្រូវពង្វក់ហើយ មិនក៏មានមនុស្សស្រីអញ្ចឹងគេនោះប្រកាសជាបកកាយរឿងមនុស្សប្រុសហើយជាមនុស្សស្រីអាក្រក់មកពង្វក់ឯងពេលនេះរឿងអីក៏អត់មានកើតឡើងដែរឯងនៅរស់ដោយសុខសប្បាយពិតជាសំណាងល្អហើយ